អំពីទ្រង់សម្លៀកបំពាក់ លុះដល់ស្ទឹងត្រើយម្ខាងក៏ចុះពីខ្នងសេះ ដោះអស់គ្រឿងប្រដាប់មានមកុដជាដើមប្រគល់ឲ្យទៅឆន្ទកៈ ហើយកាត់ព្រះកេសាដោយព្រះខ័ន សក់ព្រះអង្គនៅសល់ប្រវែង2 ធ្នាប់ ហើយគួចត្របាញ់វិលឯងទៅខាងស្តាំ ឯពុកចង្កាមានឋានដូចគ្នា មិនបាច់ឲ្យព្រះអង្គកាត់ឬកោរទៀតឡើយ រួចពីនោះព្រះអង្គក៏បោះព្រះកេសានិងឈ្នួតព្រះកេសឡើងទៅលើអាកាស ហើយទ្រង់គិតក្នុងព្រះរាជហឫទ័យថា ប្រសិនបើអញបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គពិតមែន សូមឲ្យសក់និងភ្នួងនេះអណ្ដែតទៅលើអាកាស បើមិនបានត្រាស់ទេ សូមឲ្យធ្លាក់មកដីចុះ វេលានោះឯសក់និងឈ្នួតនោះ ក៏អណ្ដែតទៅលើអាកាសកម្ពស់1 យោជន៍ លុះព្រះឥន្ទបានឃើញក៏យកប្រអប់មួយដ៏មានតម្លៃមកទទួល ហើយយកទៅតម្កល់ទុកក្នុងជោបាមនីចេត្រ នៅឋានសួគ៌ត្រៃត្រិង្ស រួចពីនោះព្រះអង្គទ្រង់ព្រះតម្រិះថា ឯគ្រឿងប្រដាប់ព្រះអង្គដែលជាសំពត់យ៉ាងល្អពីស្រុកពេណារេសនោះ មិនសមគួរដល់អ្នកបួសស្លៀកដណ្ដប់ឡើយ លុះទ្រង់ព្រះតម្រិះហើយ ដូចនេះស្រាប់តែមហាព្រហ្មមួយព្រះអង្គព្រះនាមថា ខឌិកា ជាសម្លាញ់នឹងព្រះអង្គក្នុងសម័យព្រះពុទ្ធកស្សបៈ យកជីពរនិងគ្រឿងបដិខាសម្រាប់ស្របមកថ្វាយ វេលានោះព្រះបរមពោធិសត្វមានបន្ទូលប្រាប់ឆន្ទកៈឲ្យត្រឡប់ទៅកបិលវត្ថុវិញមួយអន្លើនិងកន្ធកៈ ប៉ុន្តែឯសេះក៏បែកទ្រូងស្លាប់នៅក្នុងវេលានោះមួយរំពេចដោយកើតទុក្ខខ្លាំង ហើយក៏ទៅកើតនៅឋានត្រៃត្រិង្សមាននាមថាកន្ធកទេវបុត្រ ឯឆន្ទកៈត្រឡប់ទៅវិញតែម្នាក់ឯងយំបណ្តើរតាមផ្លូវទៅ ហេតុនេះហើយដែលព្រះបរមពោធិសត្វចេញពីនគរទៅក្នុងព្រះជន្ម29 ឆ្នាំ